គ្រាន់តែឃើញរូបរាងបងប្អូនពិតជាស្គាល់ជាក់ជាមិនខានហើយនេះគឺជាការប្រកួតទូកងនាឆ្នាំ2024ថ្នាក់ខេត្តកំពង់ធំរវាងទូកងខ្សែទឹកខាងក្នុងមានឈ្មោះថាឌួងសូរិយាបុប្ផាស្ទឹងសែនដែលជាទូកងរបស់បងប្អូនខាងក្តីដងឯណោះចំណែកឯខ្សែទឹកខាងក្រៅមានឈ្មោះថាពនតែធិបតីសែនជ័យរបស់បងប្អូនភូមិបឹងខ្វែកដែលស្ថិតនៅស្រុកប្រាសាទសម្បូរឃើញថាគូទាំងពីរគឺជាគូពិសេសមួយសម្រាប់ឆ្នាំ2024ចុះឆ្នាំ2025នេះវិញបងប្អូនយ៉ាមើលទៅដូចជាតំណងប៉ុន្តែព័ត៌មានផ្លូវការឬមិនផ្លូវការបងប្អូនមានតែចាំតាមដានទាំងអស់គ្នាមិនដឹងថា2025នេះអ៊ំឬក៏រងចាំដល់ឆ្នាំ2026ទៀតទេបងប្អូនអរគុណអញ្ជើញទស្សនាទាំងអស់គ្នាបងប្អូនណាអូយល្អមើលឡាគូនេះ